ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំសូមបង្ហាញអំពីជំងឺដំបៅក្រពះដែលគេស្គាល់ថាជាជំងឺដំបៅក្រពះគឺជាដំបៅដែលកើតនៅលើស្រទាប់ភ្នែកក្រពះដំបៅក្រពះអាចបណ្ដាលឲ្យមានការមិនស្រួលច្រើនហើយនាំឲ្យមានផលវិបាកធ្ងន់ធ្ងរប្រសិនបើមិនបានព្យាបាលទាន់ពេលវេលាការរកឃើញរោគសញ្ញានៅដំណាក់កាលដំបូងគឺមានសារៈសំខាន់ណាស់សម្រាប់ការព្យាបាលប្រកបដោយប្រសិទ្ធភាពការពារបញ្ហាសុខភាពកុំឲ្យវិវត្តទៅរកភាពធ្ងន់ធ្ងរប៉ុន្តែតើអ្នកដឹងទេដោយរបៀបណាថាតើការឈឺពោះដែលញឹកញាប់នោះជាអ្វីដែលអាចកើតឡើងធ្ងន់ធ្ងរជាងនេះចា៎នៅក្នុងវីដេអូនេះយើងនឹងស្វែងយល់ពីរោគសញ្ញាដំបូងនៃជំងឺដំបៅក្រពះដោយផ្ដោតជាពិសេសទៅលើរបៀបដែលពួកវាអាចបង្ហាញខុសគ្នាចំពោះស្ត្រីនិងពេលណាដែលត្រូវស្វែងរកជំនួយខាងផ្នែកវេជ្ជសាស្ត្រមុននឹងទៅរោគសញ្ញាអញ្ចឹងយើងត្រូវដឹងតើអ្វីដែលនាំឲ្យកើតជំងឺដំបៅក្រពះជាមុនសិនអញ្ចឹងមូលហេតុចម្បងរួមមានគឺការចម្លងមេរោគដោយពពួកអេពីរីការឆ្លងមេរោគបាក់តេរីទូទៅធ្វើឲ្យស្រទាប់ក្រពះគឺចុះខ្សោយពីរគឺការប្រើថ្នាំប្រឆាំងនឹងការរលាកដែលមិនមែនជាជាតិស្តេរ៉ូអ៊ីតដូចជាពួកថ្នាំអាស្ពីរីនឬក៏អ៊ីប៊ីប្រូហ្វែនដែលធ្វើឲ្យរលាកស្រទាប់ក្រពះជាមួយនឹងការប្រើប្រាស់រយៈពេលយូរនិងទី3គឺការចេញអាស៊ីតក្រពះច្រើនពេកជួនកាលអាស៊ីតក្រពះគឺវាចេញដោយសារតែភាពតានតឹងឬក៏ការដែលយើងញ៉ាំអាហារហឹរឬក៏ការជក់បារីទី4ការជក់បារីនិងការសេពគ្រឿងស្រវឹងទាំងនេះគឺអាចធ្វើឲ្យរលាកនិងពន្យាការព្យាបាលឥឡូវគឺយើងនិយាយអំពីរោគសញ្ញានៃដំបៅក្រពះគឺមានការឈឺចាប់នៅក្នុងពោះគឺជាទូទៅគឺការឈឺចាប់ឬក៏កាហាយនៅពោះផ្នែកខាងលើឬក៏ចុងដង្ហើមការឈឺចាប់នេះច្រើនតែមានអារម្មណ៍នៅចន្លោះពេលអាហារឬក៏ពេលយប់ឬក៏ពេលពោះទទេការញ៉ាំអាហារគឺអាចបំបត្តិការឈឺចាប់នេះជាបណ្ដោះអាសន្នរោគសញ្ញាទី2គឺការហើមពោះនិងតឹងពោះអារម្មណ៍ហើមពោះឬឆ្អែតខ្លាំងជាពិសេសបន្ទាប់ពីញ៉ាំក្នុងបរិមាណតិចតួចដែលជាសញ្ញាដំបូងនៃដំបៅក្រពះការកាហាយទ្រូងក៏អាចមានដែរហើយកាន់តែញឹកញាប់ផងដែរទី3គឺចង្អោរនិងក្អួតចង្អោរជាប់រហូតជាពិសេសគឺនៅពេលព្រឹកព្រលឹមឬពេលក្រោយពេលញ៉ាំអាហារអាចជារោគសញ្ញាក្នុងករណីខ្លះការក្អួតកើតឡើងជាពិសេសគឺនៅពេលដែលដំបៅកាន់តែធ្ងន់ធ្ងរទី4គឺការបាត់បង់ចំណង់អាហារដោយសារតែការឈឺចាប់ហើយនឹងភាពមិនសុខស្រួលហើយហើមពោះតឹងពោះផងจึงធ្វើឲ្យការញ៉ាំអាហាររបស់យើងនឹងគឺវាបានកាត់បន្ថយហើយអ្នកខ្លះទៀតរហូតតតែមិនហ៊ានញ៉ាំទេដែលជាហេតុធ្វើឲ្យស្រក់គីឡូដោយអចេតនាទី5គឺការពិបាកក្នុងការរំលាយអាហារឥឡូវនេះយើងចូលដល់រោគសញ្ញានៃដំបៅក្រពះចំពោះស្ត្រីចាឥឡូវនេះគឺយើងដល់រោគសញ្ញានៃដំបៅក្រពះចំពោះស្ត្រីខណៈពេលដែលដំបៅក្រពះប៉ះពាល់ទាំងបុរសនិងស្ត្រីអញ្ចឹងរោគសញ្ញាមួយចំនួនអាចបង្ហាញខុសគ្នាបន្តិចបន្តួចចំពោះស្ត្រីឬមានការយល់ច្រឡំដោយសារតែសញ្ញាត្រួតស៊ីគ្នាជាមួយនឹងបញ្ហាសុខភាពផ្សេងៗទៀតដូចជាការប្រែប្រួលហូម៉ូនភាពមិនសុខស្រួលពេលមករដូវឬក៏ភាពតានតឹងជាដើមអញ្ចឹងរោគសញ្ញាទី1គឺអស់កម្លាំងស្ត្រីដែលមានដំបៅក្រពះអាចមានអារម្មណ៍ថាអស់កម្លាំងខ្លាំងជាពិសេសប្រសិនបើដំបៅនោះធ្វើឲ្យមានការហូរឈាមខាងក្នុងដែលនាំឲ្យកម្រិតជាតិដែកទាបឬក៏អាចមានភាពសេកស្លាំងរោគសញ្ញាទី2គឺឈឺខ្នងស្ត្រីខ្លះមានការឈឺចាប់ខ្លាំងចាក់ទៅនឹងខ្នងដែលអាចច្រឡំជាមួយនឹងបញ្ហាសាច់ដុំឬក៏ការឈឺចាប់ពេលមានរដូវទី3គឺការឈឺចាប់ពេលមានរដូវដំបៅក្រពះអាចធ្វើត្រាប់តាមការឈឺចាប់ពេលមានរដូវចំពោះស្ត្រីមួយចំនួនដែលនាំឲ្យមានការពន្យាពេលក្នុងការធ្វើរោគវិនិច្ឆ័យទី5គឺការផ្លាស់ប្ដូរអារម្មណ៍ការឈឺចាប់រ៉ាំរ៉ៃភាពមិនស្រួលអាចនាំឲ្យឆាប់ខឹងថប់អារម្មណ៍ឬក៏ធ្លាក់ទឹកចិត្តជាពិសេសនៅពេលដែលដំបៅប៉ះពាល់ដល់ជីវិតប្រចាំថ្ងៃនិងរបៀបនៃការញ៉ាំរបស់ពួកគាត់ទី4គឺការផ្លាស់ប្ដូរស្បែកឬក៏សក់
កង្វះអាហារូបត្ថម្ភដោយសារតែគាត់បាត់បង់ចំណង់អាហាររបស់គាត់ឬក៏ការបាត់បង់ឈាមអាចបណ្ដាលឲ្យស្បែកស្លេកកញ្ចក់ផុយឬក៏សក់ស្ដើងឬក៏ចាប់ផ្ដើមជ្រុះសក់ជាដើមចាអញ្ចឹងសញ្ញាដែលប្រមានតម្រូវឲ្យមានការយកចិត្តទុកដាក់ខាងផ្នែកវិទ្យាសាស្ត្រជាបន្ទាន់នោះគឺខណៈពេលដែលសញ្ញាដំបូងអាចមានលក្ខណៈស្រាលរសញ្ញាមួយចំនួនក៏បានបង្ហាញពីផលវិបាកធ្ងន់ធ្ងរដែរដូចជាដំបៅហូរឈាមឬក៏ការដាច់រលាត់ដែលមានស្ដែងចេញជារោគសញ្ញាដូចជាក្អួតឈាមលិមួកខ្មៅឬក៏កម្មៅឈឺចាប់ពោះធ្ងន់ធ្ងរដែលមិនបាត់ភ្លាមក៏ឈឺចាប់ខ្លាំងនៅក្នុងពោះពិបាកដកដង្ហើមចឹងបើសិនបើពុកម៉ែបងប្អូនជួបប្រទះនូវរោគសញ្ញាទាំងនេះសូមស្វែងរកការព្យាបាលជាបន្ទាន់ចាឥឡូវយើងនិយាយពីការផ្លាស់ប្ដូររបៀបរស់នៅដើម្បីគ្រប់គ្រងការព្យាបាលចឹងដើម្បីកាត់បន្ថយហានិភ័យនៃការកើតជំងឺដំបៅក្រពះចឹងយើងត្រូវផ្លាស់ប្ដូររបៀបរស់នៅមួយចំនួនដែលអាចជួយឲ្យការជាសះរបស់យើងនឹងលឿនជាងមុនដូចជាជៀសវាងការប្រើថ្នាំពពុះ NSAID កាត់បន្ថយអាហារហឹរឬក៏ជាតិអាស៊ីតដែលវាធ្វើឲ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរមិនឈប់ការជក់បារីកាត់បន្ថយជាតិអាល់កុលតែនេះគឺបន្ថយល្បឿននៃការជាសះស្បើយនិងបង្កើនការកើតឡើងវិញការញ៉ាំអាហារតិចៗនិងញឹកជាងមុនដើម្បីសម្រាលបន្ទុកក្នុងការរំលាយអាហារហើយនឹងគ្រប់គ្រងភាពតានតឹងគឺយើងអាចទៅធ្វើយូហ្គាសមាធិឬក៏ស្វែងរកការប្រឹក្សាជាដើមចាសូមអរគុណហើយជាចុងបញ្ចប់ខ្ញុំក៏សូមផ្ដាំផ្ញើជាពិសេសស្ត្រីគួរតែយកចិត្តទុកដាក់ចំពោះរោគសញ្ញាដែលមិនសូវច្បាស់ដែលអាចច្រឡំថាជាបញ្ហាអរម៉ូនឬក៏រោគស្ត្រីរបស់ពួកគាត់អញ្ចឹងបើសិនជាគាត់មានបញ្ហាដែលបានរៀបរាប់ដូចខាងលើនេះ